សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី12នៃរឿងសៀអូលងស្នេហ៍ជាមួយនឹងជំនួយការស្របពេលដែលពួកគាត់ទាំងអស់គ្នាកំពុងតែលើកកែវមកគឺឈៀលអបអសាទរទៅកាន់កូនប្រឡោះកូនកំមុំស្រាប់តែពេលនឹងដែរសងស៊ូវិញគាត់ក៏បានចូលនឹងគឺកពុបស្រានៅលើដៃរបស់គាត់កពុបនៅលើដៃរបស់ស៊ីកងពេលនឹងដែរស៊ីកងក៏បានប្រាប់ថាមិនអីទេពួកយើងនឹងគឺបន្តទៀតអញ្ចឹងទៅប៉ុន្តែសងស៊ូវិញបែរជាគាត់នឹងគឺបានលើកស្រាមកអយោនៅមុខអ្នកទាំងអស់គ្នានៅពេលនឹងតែម្ដងហើយចំណែកលីនយូនៅពេលដែលបានឃើញទៅកាន់សងស៊ូបែបនឹងហើយបែរជាគាត់នឹងគឺបានចាក់ស្រានៅក្បែរដៃរបស់គាត់ក៏បានផឹកជាមួយនឹងសងស៊ូអយោនៅពេលនឹងដែរមិនដឹងថាមានន័យថាម៉េចទេចំណែកស៊ីកងវិញដោយសារតែឥឡូវកៅអៅរបស់គាត់នឹងគឺបានប្រឡាក់ស្រាអញ្ចឹងគាត់ក៏បានសំទៅកាន់អ្នកទាំងអស់គ្នានឹងគឺទៅបន្ទប់ទឹកនឹងគឺលាងដៃអាយរបស់គាត់នឹងគឺបន្តិចសិនឥឡូវនឹងស៊ីកងគាត់ក៏បានមកដល់ខាងក្នុងបន្ទប់ទឹកនៅពេលដែលគាត់នឹងគឺបានលាងប្រានឹងក៏បានគិតអំពីសកម្មភាពដែលសងស៊ូនឹងគឺបានធ្វើមុននឹងដែរប៉ុន្តែគាត់តែគាត់នឹងគឺគិតនឹងខួរក្បាលរបស់គាត់នឹងគឺមានការពិចារណាអំពីរឿងមួយនឹងច្រើនណាហើយសូម្បីតែគាត់ដើរចេញមកដល់ខាងក្រៅនឹងពេលនឹងគាត់គឺនៅតែគិតអញ្ចឹងថាពេលរយនឹងកំពុងតែគិតអំពីសងស៊ូឥឡូវនឹងសងស៊ូគឺនៅពីមុខគាត់ល្មមធ្វើឲ្យតកានស៊ីកងនៅពេលហ្នឹងអ្នកទាំងអស់គ្នាមើលកសែភ្នែករបស់គាត់ទៅដែលគាត់នឹងគឺបានមើលតកាន់សងស៊ូនឹងតើមានន័យថាម៉េចចំពោះសងស៊ូវិញមកជួបជាមួយនឹងស៊ីកងនឹងគាត់គឺមានហេតុផលរបស់គាត់ដែរដោយសារតែមិញហ្នឹងគាត់អត់ទាន់បានសំទោសតកាន់សងស៊ូអញ្ចឹងឥឡូវនឹងគាត់គឺចង់សំទោសតកាន់សងស៊ូអំពីកំហុសដែលគាត់នឹងគឺបានធ្វើដាក់ចំណែកស៊ីកងវិញក៏បានប្រាប់ថាមិនអីទេឥឡូវហ្នឹងរឿងមួយហ្នឹងគឺវាកន្លងផុតទៅហើយនៅពេលដែលបានលើបែបហ្នឹងហើយសងស៊ូគាត់ក៏បានបន្តការសួរទៅកាន់ស៊ីកងក៏ដូចជាមួយនឹងអបអសាទរទៅកាន់ស៊ីកងដែលស៊ីកងហ្នឹងគឺមានមនុស្សដែលអាចនឹងមើលថែទៅកាន់គាត់បាននឹងនោះស៊ីកងវិញគាត់ក៏បានអបអសាទរដូចជាមួយនឹងសងស៊ូដែលបាននិយាយដាក់គាត់អញ្ចឹងគាត់គឺនឹងចង់តែដាក់ចេញទៅខាងក្រៅទៀតប៉ុន្តែសងស៊ូវិញគឺមិនទាន់អស់ចិត្តក៏មិនទាន់អស់សំណួររបស់គាត់ដែរដោយសារតែគាត់នឹងគឺឃើញកសែភ្នែករបស់ស៊ីកងនឹងគឺបានមើលមកកាន់គាត់មុននឹងនោះអញ្ចឹងគាត់ក៏បានសួរទៅកាន់ស៊ីកងតើស៊ីកងគឺនៅតែមានអារម្មណ៍ចាប់ចំពោះគាត់នឹងគឺបន្តទៀតមែនហើយចំណែកស៊ីកងវិញគាត់ក៏បាននិយាយម៉ាត់ប្រាប់ទៅកាន់សងស៊ូនឹងដែរដោយសារតែការពីមុនគាត់គឺធ្វើឲ្យមានការភ័ន្តច្រឡំពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរបស់គាត់ជាមួយនឹងសងស៊ូក៏ដូចជាមួយនឹងយីរងនឹងនោះអញ្ចឹងឥឡូវនឹងគាត់គឺបានធ្វើចិត្តរបស់គាត់នឹងគឺបានកាត់ផ្ដាច់អស់ហើយអញ្ចឹងអំពីទំនាក់ទំនងក៏ដូចជាមួយនឹងចិត្តរបស់គាត់គឺមិនដល់សេះសល់ឲ្យចំពោះសងស៊ូសូម្បីតែមិនតិចហើយចំពោះសងស៊ូវិញគាត់ក៏បានយល់ជាមួយនឹងអារម្មណ៍របស់ស៊ីកងដែរហើយគាត់ក៏បានដឹងថាឥឡូវស៊ីកងគឺពិតជាមានការផ្លាស់ប្ដូរជាច្រើនហើយមកអត់ឲ្យគេនឹងគឺផ្លាស់ប្ដូរមកកើតមកឲ្យគេនឹងគឺនៅតែបែបនឹងដាក់ជាមួយនឹងមនុស្សដែលអត់មានការច្បាស់លាស់ដូចជាមួយនឹងសងស៊ូនឹងមែនចំណែកស៊ីកងវិញគាត់ក៏មិនចង់និយាយជាមួយនឹងសងស៊ូនឹងគឺច្រើនទៀតដែរចង់នឹងចាក់ចេញជាលើកទី2ប៉ុន្តែសងស៊ូវិញគាត់ក៏បាននិយាយដាក់ទៅកាន់ស៊ីកងវិញថាចេះមើលទៅស៊ីកងគឺអត់មានចាំពាក្យសន្យាដែលគាត់នឹងគឺបាននិយាយជាមួយនឹងគ្នាកាលពីមុនសោះហើយចំណែកពាក្យសន្យាហ្នឹងអ្នកទាំងអស់គ្នាចាំអត់គឺជាពាក្យសន្យារបស់ស៊ីកងដែលស៊ីកងនឹងគឺប្រាប់ទៅកាន់សងស៊ូថាចេះទោះបីជាយ៉ាងម៉េចក៏ដោយគាត់គឺនៅតែរងចាំការស្រឡាញ់របស់សងស៊ូនឹងគឺត្រឡប់មកវិញហើយមកឲ្យគេរងចាំប៉ុណ្ណាទៀតដាក់ក្បាលមកកញ្ញឥឡូវហ្នឹងធ្វើបាបចិត្តគេមកកណោហើយមកឲ្យគេរងចាំទៀតអញ្ចឹងឥឡូវហ្នឹងគាត់ក៏អស់សំណួរអស់អីចង់សួរទៅកាន់ស៊ីកងនឹងគឺបន្តទៀតដែរមានតែគាត់នឹងគឺបានដើរចាក់ចេញទៅខាងក្រៅនៅពេលហ្នឹងហើយចំពោះស៊ីកងវិញគាត់តែគេនឹងគឺបានដើរចាក់ចេញទៅខាងក្រៅភ្លាមបើជាទឹកភ្នែករបស់គាត់នឹងគឺមិនអាចទប់បាននោះទេគាត់គឺសុកចិត្តអង្គុយនៅគៀនកលៀតហ្នឹងហើយគាត់គឺបន្តកាយយំរបស់គាត់ខ្លាំងមែនទែនហើយគឺពិតជាអាណិតទៅកាន់ស៊ីកងមែនទែនអ្នកទាំងអស់គ្នាអើយមុំជ្រើសរើសអ្នកថ្មីហើយមូអនទៅស៊ីកងអើយស៊ីកងមូអនទៅកុំខ្វល់ជាមួយនឹងមនុស្សអត់ប្រយោជន៍ទាំងច្រើនពេកអាស្របពេលដែលគាត់កំពុងតែមានអារម្មណ៍នឹងគឺពិបាកចិត្តក្នុងខ្លួនរបស់គាត់ខ្លាំងផងស្រាប់តែពេលនឹងដែរអ្នកទាំងអស់គ្នាហើយលីងយូវិញគាត់ក៏បានមកដល់អញ្ចឹងនៅពេលដែលលីងយូនឹងគឺបានមកដល់ប្រហែលជាលីងយូគាត់គឺបានស្ដាប់ឮទាំងអស់នៅពាក្យសម្ដីរបស់ស៊ីកងដែលបាននិយាយជាមួយនឹងសងស៊ូមុននឹងនោះអញ្ចឹងគាត់ក៏អត់មានបានសួរដេញដោលអីឲ្យទៅកាន់ស៊ីកងនឹងគឺច្រើនមានត្រឹមតែលើកទឹកចិត្តកុំឲ្យស៊ីកងនឹងគឺបាក់ជាមួយនឹងទឹកចិត្តរបស់គាត់ខ្លាំងពេកអីប៉ុន្តែស៊ីកងវិញគ្រាន់តែឃើញទៅកាន់លីងយូបែរជាគាត់នឹងគឺនឹងអស់លីងនិយាយអីក៏គាត់នឹងគឺនិយាយអត់ចាញ់ដែរ ព
ប៉ុន្តែលេងយូវិញគាត់មិនចង់ឃើញតែការស៊ីកងនឹងគឺធ្លាក់ក្នុងសភាពបែបហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនោះទេគាត់គឺពិតជាចង់ឲ្យតែការស៊ីកងនឹងគឺខ្លាចទៅមនុស្សដូចជាមនុស្សស៊ីកងដែលគាត់នឹងគឺបានជួបដំបងប៉ុន្តែគាត់គឺសួរតែការស៊ីកងវិញថាអញ្ចេះចុះបើសិនជាមានមនុស្សម្នាក់គឺអាចចូលមកជំនួសទៅកាន់ម្នាក់មិញហ្នឹងតើស៊ីកងនឹងគឺនឹងគិតបែបម៉េចចំពោះម្នាក់ហ្នឹងទៅហើយអ្វីដែលគាត់នឹងគឺចង់បញ្ជាក់ហ្នឹងគាត់គឺចង់មកសារភាពថាឥឡូវនឹងគាត់គឺបានស្រឡាញ់តែកាន់ស៊ីកងហើយតើស៊ីកងនឹងគឺយល់ព្រមចំពោះគាត់ឬក៏អត់ទោះបីជាគាត់នឹងគឺដឹងថាឥឡូវស្ថានភាពបែបហ្នឹងគឺប្រាប់ជាមួយនឹងអារម្មណ៍របស់គាត់ថាគាត់កំពុងតែស្រឡាញ់តែកាន់ស៊ីកងនឹងគឺខុសហើយប៉ុន្តែគាត់គឺមិនចង់លាក់បាំងជាមួយនឹងអារម្មណ៍របស់គាត់ដែលគាត់នឹងគឺមានដាក់ចំពោះស៊ីកងនឹងគឺតទៀតនោះទេស៊ីកងស្ដាប់ឮតែកាន់លេងយូនឹងគឺនិយាយបែបហ្នឹងហើយគាត់ក៏មិនបានផ្ដល់ជាចម្លើយថាគាត់នឹងគឺយល់ព្រមឬក៏មិនយល់ព្រមដែរអត់ឆ្លើយបែបហ្នឹងគឺមានន័យថាគេបដិសេធតែយល់អត់ប្រុសគ្នាយើងទោះបីជាស៊ីកងគឺមិនទាន់បានឆ្លើយចម្លើយរបស់គាត់នឹងគឺយ៉ាងម៉េចក៏ដោយហើយលីងយូវិញគាត់ក៏បានឲ្យជាកៅអៅដែលគាត់នឹងគឺបានយកមកដើម្បីឲ្យតកាន់ស៊ីកងនឹងគឺផ្លាស់សម្លៀកបំពាក់របស់គាត់ចេញទៅកុំឲ្យវាសើមខ្លាចស៊ីកងនឹងគឺឈឺទាំងស៊ីកងវិញគាត់ក៏បានយកព្រមតាមសំណើរបស់លីងយូតែនៅពេលដែលគាត់នឹងគឺដើរចូលទៅខាងក្នុងបន្ទប់ទឹកមានអារម្មណ៍ថាទឹកមុខរបស់គាត់ដូចជាមិនទាន់អស់ចិត្តឬក៏គាត់នឹងគឺចង់ឆ្លើយតកាន់លីងយូបន្តិចអត់ចង់ឆ្លើយតែកាន់លេងយូបន្តិចបន្ទាប់ពីបានផ្លាស់សម្លៀកបំពាក់ហើយឥឡូវនៅស៊ីកងក៏ដូចជាមួយលេងយូក៏បានមកជួបជាមួយមិត្តភ័ក្តិរបស់គាត់នឹងគឺវិញហើយតែគាត់អត់បានកំដរទៅកាន់កម្មវិធីការនឹងគឺឲ្យចប់នោះទេប្រាប់ទៅកាន់មិត្តភ័ក្តិរបស់ស៊ីកងថាឥឡូវនឹងគាត់គឺសំត្រឡប់ទៅវិញហើយចំពោះមិត្តភ័ក្តិវិញគាត់ក៏មិនបានហាមឃាត់ទៅកាន់ស៊ីកងក៏ដូចជាមួយលេងយូដែរអញ្ចឹងមានតែបាយទៅកាន់ពួកគាត់ទាំងពីរស៊ីកងជាមួយលេងយូពួកគាត់ក៏បានដើរចេញមកដល់ខាងក្រៅមកជួបជាមួយនឹងកូនកន្លោះហើយក៏ដូចជាមួយនឹងកូនកំមុំហើយពួកគាត់ក៏បានសំលាក៏ដូចជាមួយនឹងការសំត្រឡប់ទៅមុនហើយទាំងកូនកំមុំវិញក៏បានសួរថាមានរឿងអីហេតុអីបានទៅលឿនម៉ែចំពោះលេងយូវិញគាត់ក៏បានប្រាប់ដែរដោយសារតែមិញគឺមានការកពុបស្រានៅលើកៅអៅរបស់ស៊ីកងអញ្ចឹងគាត់គឺខ្លាចតែកាន់ស៊ីកងផ្ដាសាយបានគាត់ជាមួយនឹងស៊ីកងឥឡូវហ្នឹងគឺសំត្រឡប់ទៅមុនហើយចំណែកកូនកំមុំវិញឮបែបហ្នឹងគាត់ក៏បានសួរថាមានរឿងអីកើតឡើងដែរប៉ុន្តែពួកគាត់ទាំងពីរអត់មានបានប្រាប់ទៅកាន់កូនកំមុំហ្នឹងទេហើយចំណែកកូនកំមុំវិញគាត់មានតែអរគុណទៅកាន់ស៊ីកងហើយដែលស៊ីកងហ្នឹងគឺបានចូលរួមមន្ទីរមង្គលការរបស់គាត់ហ្នឹងនោះអញ្ចឹងមានតែឲ្យទៅកាន់ស៊ីកងក៏ដូចជាមួយលេងយូគឺចេញទៅនឹងគឺប្រកបដោយសុវត្ថិភាពផងកំពុងតែដើរចាក់ចេញទៅខាងក្រៅនឹងណោះអ្នកទាំងអស់គ្នាគាត់ក៏បានជួបជាមួយនឹងអាប៉ែមួយសងស៊ូតទៀតហើយប៉ុន្តែពេលហ្នឹងគឺអត់មើលទេអោនមុខចោះតែម្ដងហើយពួកគាត់ក៏បានចេញមកដល់ខាងក្រៅនៅពេលដែលចេញមកដល់ខាងក្រៅកំពុងតែដើរជាមួយនឹងគ្នានឹងស្មាតែយប់អត់តន់យប់ផងហ្នឹងក្នុងចិត្តរបស់ស៊ីកងអ្នកទាំងអស់គ្នាគាត់ដូចជានៅចំពាក់អំពីអ្វីដែលលីងយូនឹងគឺបានសួរមកកាន់គាត់មុននឹងនោះអញ្ចឹងគាត់ក៏បានឆ្លើយនិយាយថាសុំទោសដែលគាត់នឹងគឺមិនទាន់អាចឆ្លើយជាចម្លើយណាមួយឲ្យទៅកាន់លីងយូនឹងគឺបានស្ងប់ចិត្តហើយចំពោះលីងយូវិញគាត់ដូចជាអត់មានបានខឹងទៅកាន់ស៊ីកងទេហើយគាត់ក៏បានដឹងអំពីខ្លួនគាត់ថានៅពេលដែលគាត់សារភាពប្រាប់ទៅកាន់ស៊ីកងនៅក្នុងទស្សនវិជ្ជាបែបហ្នឹងគឺវាមិនស័ក្តិសមអញ្ចឹងគាត់ក៏បានយល់អំពីចម្លើយមួយនឹងច្បាស់លាស់ដែរអញ្ចឹងប្រាប់ទៅកាន់ស៊ីកងកុំឲ្យស៊ីកងនឹងគឺមានទំនាបដាក់នៅលើចិត្តរបស់ខ្លួនគាត់នឹងខ្លាំងពេកអីប៉ុន្តែទៅកាន់ខ្លួនគាត់នឹងគឺខ្លាំងពេកអីណាអ្វីដែលគាត់នឹងគឺបានសារភាពប្រាប់ទៅកាន់ស៊ីកងមុននឹងតែស៊ីកងខតគាត់នឹងគឺមិនទាន់មូអនឲ្យវាច្បាស់លាស់ហើយគាត់ក៏មិនទាន់បើកបេះដូងរបស់គាត់នឹងគឺទទួលយកពីណាគេម្នាក់ក្រៅពីម្នាក់នឹងដោយសារតែចិត្តរបស់គាត់ចំពោះម្នាក់នឹងគឺវាខ្លាំងក្លាខ្លាំងពេកមិនដឹងថាគាត់នឹងគឺមានប្រមាណឆ្នាំមកនេះទេលីងយូវិញទោះបីជាស៊ីកងនឹងគឺប្រាប់ត្រង់នៅអារម្មណ៍របស់គាត់ឲ្យទៅកាន់លីងយូនឹងគឺបានដឹងក៏លីងយូវិញនៅតែធ្វើចិត្តស្ងប់របស់គាត់ទោះបីជាពេលហ្នឹងស៊ីកងនឹងគឺមិនទាន់បានឆ្លើយនៃចម្លើយជាក់លាក់ដែលគាត់នឹងគឺចង់ដឹងយ៉ាងម៉េចក៏ដោយគាត់គឺនឹងរងចាំទៅកាន់ស៊ីកងនៅពេលណាមួយស៊ីកងនឹងគឺនឹងឲ្យជាចម្លើយជាក់លាក់មកកាន់គាត់ទោះបីជាគាត់នឹងគឺរងចាំយូរប៉ុណ្ណាទោះបីជាគាត់នឹងគឺបានសួរនៅសំណួរមួយនឹងហើយបរាជ័យជាច្រើនដងក៏គាត់នឹងគឺនៅតែរងចាំចម្លើយមួយនឹងហើយគាត់គឺសង្ឃឹមថាស៊ីកងនឹងគឺនឹងឆ្លើយនៃចម្លើយដ៏សមស្របឲ្យមកកាន់គាត់នៅពេលណាមួយចំណែកស៊ីកងស្ដាប់ឮទៅកាន់លីងយូ
នឹងគឺបានប្រាប់អំពីចំណុចមួយនឹងហើយគាត់មានអារម្មណ៍ថាដូចជាគៀងឆ្ញាញ់អស់លេងហើយនិយាយលេងសូវចាញ់ហើយលីងយូគាត់ក៏បានបន្ថែមទៀតដោយសារតែនេះគឺជាលើកទី1របស់គាត់ដែលគាត់នឹងគឺសារភាពអំពីចិត្តស្រឡាញ់របស់គាត់ឲ្យទៅកាន់នារីម្នាក់អញ្ចឹងប្រកាសជាមានចំណុចខ្វះខាតទាំងសំការអភ័យទោសចំពោះស៊ីគងនឹងថែមទៀតណូស៊ីគងវិញប្របាក់នឹងឆ្លើយដែរអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាជាស៊ីគងវិញតើអ្នកទាំងអស់គ្នាគួរតែឆ្លើយយ៉ាងម៉េចទៅអញ្ចឹងស៊ីគងមានតែប្របាក់ទិសដៅអំពីសំណួរមួយនឹងទាំងគាត់នឹងគឺប្រាប់ទៅកាន់លីងយូថាអញ្ចឹងគាត់គឺមានពេលឈប់សម្រាកនឹងគឺរយៈពេលស្អែកមួយថ្ងៃពេញទៀតតអញ្ចឹងឥឡូវនឹងគាត់គឺចង់ត្រឡប់ទៅជួបជាមួយនឹងម៉ាក់របស់គាត់វិញហើយចំណែកលីងយូវិញគាត់ក៏បានឆ្លើយថាអីទេចាំគាត់នឹងគឺជូនទៅក៏បានដែរហើយចំណែកស៊ីកងវិញគាត់មិនឲ្យទៅកាន់លីងយូនឹងគឺជូនទៅទេគាត់តែឲ្យទៅកាន់លីងយូនឹងគឺជូនគាត់នឹងគឺមកដល់ចំណត់រថភ្លើងទៅចាំគាត់នឹងគឺជិះរថភ្លើងដោយខ្លួនគាត់នឹងក៏បានលីងយូវិញគាត់ក៏បានយល់ព្រមជាមួយនឹងស៊ីកងយើងកាត់មកសកម្មភាពអ្នកដតីគឺជាសកម្មភាពរបស់សងស៊ូក៏ដូចជាមួយនឹងយីរងវិញម្ដងដោយសារតែពួកគាត់ទាំងពីរឥឡូវនឹងក៏ចេញពីមន្ទីរនឹងគឺមង្គលការនឹងគឺចេញមកដែរដោយសារតើឥឡូវនឹងគឺវានៅថ្ងៃត្រង់ទេអញ្ចឹងយីរងវិញគាត់គឺចង់ប្រវត្តិទៅកាន់សងស៊ូនឹងគឺតដើរលេងចំពោះពួកគាត់ទាំងពីរអ្នកនឹងគឺបន្តទៀតប៉ុន្តែសងស៊ូវិញគាត់អត់បានទៅទេគាត់មានការងារដែលគាត់នឹងគឺត្រូវដោះស្រាយអញ្ចឹងសុំទោសទៅកាន់យីរងចំពោះយីរងវិញឮបែបនឹងហើយគាត់រៀងអន់ចិត្តជាមួយនឹងសងស៊ូនឹងតែម្ដងដោយសារតែសំណួរជាច្រើនដែលគាត់មិនទាន់បានដឹងហើយអ្នកទាំងអស់គ្នានឹងគឺបានដឹងមុននឹងអញ្ចឹងគាត់គឺពិតជាមានចម្ងល់សួរទៅកាន់សងស៊ូនឹងខ្លាំងមែនទែនហេតុអីបានសងស៊ូនឹងគឺមិនប្រាប់អំពីការងារដែលគាត់ទទួលបានគាត់ដូចជាមួយនឹងអ្វីគឺព្យាយាមលាក់បាំងមកកាន់គាត់នឹងគឺច្រើនខ្លាំងម៉ែហើយចំណែកសងស៊ូវិញមិនមែនក្នុងនាមជាស្អីគេពិតប្រកបដល់អញ្ចឹងឲ្យគាត់នឹងគឺប្រាប់ទៅកាន់យីរងនឹងគឺយ៉ាងម៉េចចំពោះចរិតរបស់យីរងអ្នកទាំងអស់គ្នានឹងគឺបានដឹងហើយនៅពេលដែលសងស៊ូនឹងគឺធ្វើបែបហ្នឹងប្រកាសជាយីរងនឹងគឺបានគិតថាអាចនឹងពាក់ព័ន្ធជាមួយនឹងស៊ីកងហើយមកទៅកាន់សងស៊ូនឹងគឺធ្វើចរិតបែបហ្នឹងចំពោះគាត់ធ្វើបាបមកកាន់គាត់នឹងគឺដល់ណាទៀតទៅអើយអត់ដឹងខ្លួនទេអីស្រីហើយស្រីដោយសារតែគេនឹងគឺមិនចូលចិត្តចំពោះខ្លួនគាត់នឹងហើយសងស៊ូនឹងគឺមិនចូលចិត្តទៅកាន់យីរងហើយប៉ុន្តែហេតុអីបានគាត់នឹងគឺនៅតែនៅជាមួយនឹងយីរងធ្វើដូចជាពួកគាត់ទាំងពីរនាក់នឹងគឺជាសង្សារជាមួយនឹងគ្នានៅពេលដែលពួកគាត់នឹងគឺទៅជួបជាមួយនឹងឪពុកម្ដាយជាមួយនឹងគ្នាហើយពួកគាត់គឺធ្វើដូចជាសង្សារជាមួយនឹងគ្នាតាំងពីការស្និទ្ធស្នាលជាមួយនឹងគ្នាមកអញ្ចឹងនិយាយទៅសងស៊ូគឺធ្វើបែបហ្នឹងខុសហើយខុសធ្វើដាក់ទៅកាន់ស៊ីកងមួយហើយគាត់ក៏ធ្វើបែបហ្នឹងគឺខុសដាក់ទៅកាន់យីរងដែរមិនដឹងថាសងស៊ូនឹងគឺចង់បានអីពិតប្រាកដបើសិនជាមិនស្រឡាញ់ទេប្រាប់ថាមិនស្រឡាញ់តែវាឆាប់ចប់ធ្វើឲ្យស្រីពីរនាក់ឥឡូវកំពុងតែឈឺចាប់ចំពោះគាត់ទៅយីរងគាត់ក៏បានចាប់ដើមប្រៀបធៀបអំពីអ្វីដែលគាត់បានធ្វើទាំងប្រមាណហើយក៏ដូចជាមួយនឹងស៊ីកងដែរហេតុអីបានគាត់នឹងគឺខំធ្វើទាំងអស់សងស៊ូនឹងគឺមិនចាប់អារម្មណ៍ជាមួយនឹងគាត់ប៉ុន្តែស៊ីកងវិញគាត់តែលឺថាស៊ីកងនឹងគឺបានមកគាត់តែលឺថាស៊ីកងនឹងគឺធ្វើអីភ្លាមបែរជាសងស៊ូនឹងគឺចាប់អារម្មណ៍ហើយគឺចង់ដឹងជាមួយនឹងខ្សែជីវិតរបស់ស៊ីកងនឹងច្រើនខ្លាំងម៉ែចោះគាត់នឹងគឺទុកនៅកន្លែងណាទៅហើយចំណែកសងស៊ូវិញតតែយូរបានគាត់នឹងគឺឆ្លើយសំណួរមួយនឹងឲ្យទៅកាន់យីរងនឹងគឺបានស្ដាប់ឮក្រុមតែគាត់នឹងគឺធ្វើមើលមុខទៅកាន់យីរងធ្វើហើយគឺមុខឡើងមាំបន្ទាប់ពីបាននិយាយជាមួយនឹងគ្នាគឺមិនត្រូវបែបហ្នឹងហើយពួកគាត់ទាំងពីរឥឡូវនឹងគឺរៀងលះជាមួយនឹងគ្នាបន្តិចហើយជាប្រសាសគឺជាសងស៊ូតែម្ដងសងស៊ូវិញគាត់ក៏បានប្រាប់ទៅកាន់យីរងថាចេះបើសិនជាពួកយើងទាំងពីរគឺមិនអាចយល់ចិត្តគ្នាមិនអាចនៅជាមួយនឹងគ្នាដូចពីមុនបានទៀតទេអញ្ចឹងឥឡូវនឹងពួកយើងទាំងពីរគួរតែរក្សាលំលៀបជាមួយនឹងគ្នាដើម្បីស្វែងយល់ជាមួយនឹងគ្នានឹងគឺបន្តទៀតទៅនិយាយបែបហ្នឹងដូចជាសងស៊ូនឹងគឺសមទៅកាន់យីរងនឹងគឺរក្សាគម្លាតជាមួយនឹងគ្នាបែកជាមួយនឹងគ្នាត្រឹមតែប៉ុណ្្នឹងទៀតប៉ុន្តែសងស៊ូវិញមើលទៅគាត់ដូចជាបានដឹងរឿងច្រើនដែលនៅពីក្រោយខ្នងដែលយីរងនឹងគឺបានធ្វើដាក់ទៅកាន់ស៊ីកងកាលពីមុននឹងនោះអញ្ចឹងប្រាប់ឲ្យទៅកាន់យីរងថាយីរងគឺធ្វើនឹងគឺវាខុសធ្ងន់ណាស់ប៉ុន្តែយីរងគឺធ្វើទាំងប្រមាណដោយសារតែគាត់នឹងគឺពិបាកទ្រាំជាមួយនឹងការធ្វើរបស់សងស៊ូ
ក៏ដូចជាមួយនឹងស៊ីកងធ្វើពួកគាត់ទាំងពីរអ្នកហ្នឹងអញ្ចឹងបានគាត់ហ្នឹងគឺចង់ធ្វើបាបទៅកាន់ស៊ីកងហ្នឹងខ្លះខ្លាំងហើយក៏ជាមូលហេតុមួយដែលធ្វើឲ្យទៅកាន់សងស៊ូដឹងរឿងមួយហ្នឹងហើយគាត់គឺមិនសូវចូលចិត្តជាមួយនឹងការធ្វើរបស់យីរងនោះទេអញ្ចឹងឥឡូវនេះពួកគាត់អញ្ចឹងក៏បែកគ្នាតែម្ដងទៅកុំឲ្យញ៉ែញ៉ែច្រើនពេកសងស៊ូវិញគឺបានអរគុណទៅកាន់យីរងដែលពេលវេលាដែលពួកគាត់ទាំងពីរគឺបាននៅជាមួយនឹងគ្នានឹងក៏វាច្រើនអញ្ចឹងឥឡូវហ្នឹងពួកគាត់ក៏បានដើរចែកផ្លូវគ្នាត្រឹមតែប៉ុណ្្នឹងនឹងគឺចាក់ចេញទៅបន្តការដើរទៅខាងមុខជាមួយនឹងព្រិលដែលកំពុងតែធ្លាក់ជាច្រើននៅពេលលើខ្លួនរបស់គាត់មិនដឹងថាសងស៊ូនឹងគឺអាងារប៉ុណ្ណាទេប៉ុន្តែក៏ប្របាក់ជាមួយនឹងការធ្វើរបស់សងស៊ូនឹងដែរចាំមើលតាគាត់នឹងគឺនឹងសម្រេចចិត្តបន្តទៀតនឹងគឺយ៉ាងម៉េចចូលមកដល់ខាងក្នុងក្រុមហ៊ុនរបស់គាត់ចូលមកដល់ខាងក្នុងក្រុមហ៊ុនចកុកនៅខាងក្នុងក្រុមហ៊ុននឹងនឹកពាក្យសម្ដីដែលគាត់នឹងគឺបាននិយាយជាមួយនឹងស៊ីកងទាំងប្រមាណទៀតអើយមិននឹកមិនអីទេធ្វើបាបគេដល់គេយំដឹងប្រមាណដងហើយអត់មានយកអារម្មណ៍តែគេគឺស្រឡាញ់មកកាន់ខ្លួនសោះយើងមកមើលទៅកាន់ស៊ីកងវិញម្ដងស៊ីកងវិញនៅពេលដែលត្រឡប់មកដល់ផ្ទះរបស់គាត់កំពុងតែគេងលងលក់នឹងគឺយ៉ាងស្ងប់ស្ងល់ហើយគាត់ក៏បាននឹកឃើញជាមួយនឹងការយល់សប្តិរបស់គាត់ហើយការយល់សប្តិរបស់គាត់កំពុងតែពិភាក្សាជាមួយនឹងប្អូនប្រុសរបស់គាត់ក៏ដូចជាមួយនឹងការសួរយោបល់ទៅកាន់ប្អូនប្រុសរបស់គាត់ជាមួយនឹងអារម្មណ៍របស់គាត់ដែលគាត់កំពុងតែទទួលបាននឹងនោះហើយប្អូនប្រុសវិញអ្នកទាំងអស់គ្នាដឹងហើយថាចរិតរបស់គាត់បើសិនជាគេនឹងគឺចូលចិត្តជាមួយនឹងពីណាគេប្អូនប្រុសម្នាក់នឹងគឺនឹងជំរុញឲ្យទៅកាន់បងសែបរបស់គាត់នឹងគឺធ្វើបែបនឹងតែម្ដងនេះក៏ទៅជាការយល់សប្តិរបស់ស៊ីកនទេណានៅពេលដែលស៊ីកននឹងគឺបានភ្ញាក់ដឹងខ្លួនរបស់គាត់ហើយនិយាយទៅអារម្មណ៍របស់គាត់គឺតែងតែគិតទៅកាន់លីងយូនឹងតែម្ដងបន្ទាប់ពីបានគិតទៅកាន់លីងយូនឹងគឺមកអស់ចិត្តហើយឥឡូវនឹងគាត់ក៏បានចេញមកដល់ខាងក្រៅមកនិយាយជាមួយនឹងម៉ាក់របស់គាត់ដល់ចេញមកដល់ខាងក្រៅវិញម៉ាក់ក៏ដូចជាមួយនឹងមិត្តភ័ក្តិម៉ាក់របស់គាត់ជាពិសេសមិត្តភ័ក្តិម៉ាក់របស់ស៊ីកននឹងតែម្ដងឃើញទៅកាន់ស៊ីកននឹងគឺឡំពេញកំមុំស្ដោកអញ្ចឹងគាត់ក៏បានសួរទៅកាន់ស៊ីកងជាមួយនឹងការស្នេហារបស់ស៊ីកងបន្តិចអញ្ចឹងស៊ីកងវិញគាត់គឺអៀនអញ្ចឹងគាត់ក៏បានរត់ទៅផ្ទះបាយដើម្បីទៅយកអីញ៉ាំនឹងគឺបន្តិចសិនហើយកំពុងតែញ៉ាំបដាអីបដានឹងគឺស្ដាប់ទៅកាន់ម៉ាក់ក៏ដូចជាមួយនឹងមិត្តភ័ក្តិម៉ាក់របស់គាត់ពិភាក្សាជាមួយនឹងគ្នាបន្តទៀតទៅហើយគាត់ក៏បានសួរទៅកាន់កូនសិស្សរបស់គាត់តើកូនសិស្សរបស់គាត់ឥឡូវនឹងមានចាប់អារម្មណ៍ជាមួយនឹងពីណាគេនឹងគឺម្នាក់នៅបើសិនជាអត់មានទេម៉ាក់គឺនឹងណែនាំមនុស្សជាច្រើនកំពុងតែតំងជួគឺចាំស្នេហារបស់កូនស្រីរបស់គាត់នឹងស៊ីកងគាត់តែលឺថាម៉ាក់របស់គាត់និយាយបែបហ្នឹងហើយអ្នកទាំងអស់គ្នាមើលទឹកមុខរបស់គាត់ទៅថាគាត់នឹងគឺមានអត់ឬក៏មាននេះឥឡូវនឹងអ្នកទឹកមុខនឹងគឺវាក់បញ្ជាក់ដល់កហើយប៉ុន្តែស៊ីកងក៏បានប្រាប់ទៅកាន់ម៉ាក់របស់គាត់ម៉ាក់ឈប់កូនគឺអាចដោះស្រាយជាមួយរឿងរបស់គាត់នឹងគឺបានអញ្ចឹងប្រាប់ជាមួយនឹងម៉ាក់របស់គាត់កុំតន់អាកលបខំគាត់ជាមួយនឹងរឿងមួយនឹងអីសូម្បីតែអ្នកមីងជាមិត្តភ័ក្តិម៉ាក់របស់គាត់វិញក៏បានប្រាប់ដែរថាឥឡូវនឹងគឺដល់វ័យដែលស៊ីកងនឹងគឺត្រូវមានគូសកលហើយចំណែកស៊ីកងវិញស្ដាប់ឮតែកាន់ចាស់នឹងគឺពិភាក្សារឿងរបស់គាត់មានអារម្មណ៍ថាគាត់ដូចជានៅមិនសុខជាមួយនឹងម៉ាក់ក៏ដូចជាមួយនឹងមិត្តភ័ក្តិម៉ាក់របស់គាត់សោះមានអារម្មណ៍អៀនដល់កហើយម៉ាក់គាត់ក៏បានបន្ថែមទៀតថាចេះនៅខែក្រោយនឹងដូចជាវិសមការធំរបស់កូនសេរបស់គាត់ក៏ដូចជាមួយនឹងគាត់អញ្ចឹងគាត់គឺនឹងចង់ទៅប្រទេសស្វីសដើម្បីជិះស្គីតកកនៅប្រទេសស្វីសទៀតកូនស្រីវិញគាត់គឺអត់ចង់ទៅទេជិះនៅក្នុងប្រទេសយើងនឹងគឺបានដែរតើហើយម៉ាក់មានគោលបំណងបែបហ្នឹងដូចជាចង់ឲ្យកូនសេរបស់គាត់ទៅជួបជាមួយនឹងមនុស្សប្រុសម្នាក់នៅប្រទេសស្វីសក៏ដូចជាមួយនឹងការមានទំនាក់ទំនងជាមួយនឹងឪពុករបស់គាត់ដែរនោះហើយចំណែកកូនស្រីវិញអ្នកទាំងអស់គ្នាចាំមើលមើលតើគាត់នឹងគឺយកព្រមទៅឬក៏អត់ប៉ុន្តែឥឡូវហ្នឹងគាត់គឺចង់ទៅជួបជាមួយលោកយាយរបស់គាត់សុំម៉ាក់របស់គាត់ថាគាត់មានពេលសម្រាប់មួយថ្ងៃនឹងទៀតទេអញ្ចឹងគឺគាត់គឺសុំទៅស្រុកជួយរកទៅកាន់យាយរបស់គាត់សិនហើយក៏លើកំពុងតែរៀបចំអីវ៉ាន់ហ្នឹងគឺចាក់ចេញទៅហ្នឹងម៉ាក់វិញគាត់ក៏បានផ្ញើជាមួយនឹងការសួរសុខទុក្ខទៅកាន់លោកយាយរបស់គាត់ណាស្រុកកំណើតផងចំណែកកូនស្រីវិញឥឡូវហ្នឹងគាត់ក៏បានលាទៅកាន់ម៉ាក់របស់គាត់ហ្នឹងគឺចាក់ចេញទៅដែរហើយចំណែកចាស់វិញគិតគូជាមួយនឹងខ្សែជីវិតកូនស្រីរបស់គាត់ច្រើនណាជាភាសាគឺជារឿងអនាគតកូនស្រីរបស់គាត់នឹងតែម្ដង
ចំណាស៊ីកងវិញឥឡូវនឹងគាត់ក៏បានមកដល់ទីតាំងផ្ទះរបស់លោកយាយរបស់គាត់លោកយាយវិញគាត់ក៏បានចេញមកដើម្បីស្វាគមន៍ទៅកាន់ចៅស្រីខ្ជូតរបស់គាត់ដែរហើយគាត់ក៏មិនដឹងថាចៅស្រីរបស់គាត់មកអញ្ចឹងគាត់ក៏អត់បានត្រៀមអីដែរហើយណាមួយទៀតឥឡូវនឹងគាត់កំពុងតែត្រៀមទៅបេះបន្លែដើម្បីធ្វើម្ហូបថ្ងៃត្រង់នឹងនោះស៊ីកងវិញគាត់គឺនឹងទៅជាមួយលោកយាយរបស់គាត់ដោយសារតែគាត់ក៏ខានធ្វើការបែបហ្នឹងគឺវាយូរចំណាលោកយាយវិញអូខេឥឡូវហ្នឹងគឺដល់ម៉ោងហើយអញ្ចឹងពួកគាត់ទាំងពីរក៏កំពុងតែធ្វើដំណើរតាមផ្លូវហើយជួបជាមួយលោកតារបស់ស៊ីកងទៀតប៉ុន្តែលោកតារបស់ស៊ីកងនោះកំពុងតែនិយាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយចំណាលោកយាយរបស់ស៊ីកងវិញនិយាយថាទឹកមុខរបស់គាត់ដែលមើលដាក់ទៅកាន់លោកតារបស់ស៊ីកងមានអារម្មណ៍ថាពួកគាត់ចាស់ទាំងពីរនាក់ហ្នឹងអូឌឺដងដាក់គ្នាសាហាវដល់កហើយចំណាស៊ីកងវិញឥឡូវហ្នឹងគឺបន្តការដើរជាមួយលេរបស់គាត់ហ្នឹងគឺបន្តទៅខាងមុខទៅចំការដែលយាយរបស់គាត់ហ្នឹងគឺនឹងទៅបេះបន្លែជាមួយនឹងគ្នាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាតាមពីដើមរហូតដល់ចប់ភាគទី12ចាំជួបជាមួយនឹង admin ណាគឺនៅភាគទី13បន្តទៀតបាយបាយអ្នកទាំងអស់គ្នា Good night បាយបាយ